បាទឃើញក្រហមនេះគឺដើមត្រពាំងបាយជូរដែលគេបបៅគេតមួយមែកពូជដែលបានធ្វើឡើងនៅកសិដ្ឋានមួយកន្លែងនៅឥស្រាអែលចឹងនេះគឺយើងរៀបចំដោតចូលក្នុងទ្រេហើយបន្ទាប់ពីលាបអរម៉ូនដើម្បីឲ្យវាឆាប់ចេញឫសហើយក្រហមនេះជាក្រមួនទៀនដែលយើងបានជ្រលក់ដើម្បីជំនួសឲ្យការរុំថង់គឺគេជ្រលក់ទៀនដើម្បីឲ្យវាជាប់តំណហើយនេះគឺដើមមែកពូជដែលយើងដាំទុករក្សាសម្រាប់តឆ្នាំក្រោយទៀតហើយកោងនេះគឺយើងបានតបបៅជាមួយមែកពូជរួចហើយទៅតាមប្រភេទដែលយើងចង់បានអញ្ចឹងអតិថិជនគឺកម្មង់មានច្រើនប្រភេទអ្វីដែលយើងឃើញនេះគឺជាត្រពាំងបាយជូរដែលយើងដាំក្រោយ2 ខែវាបានដុះឫសហើយលាស់ស្លឹកល្មមដែលយើងអាចបំបែកចេញពីទ្រេហ្នឹងយកទៅទីតាំងបន្ទាប់តែដែលមើលទៅសុខភាពវាល្អឬដុះគ្រប់បានយើងផ្ទេរវាចូលទៅក្នុងកតុងធំនេះជារបៀបដែលយើងលែកវានៅពេលដែលវាជាទៀតយើងបានដកវាមួយឆ្លាស់មួយហើយក្រោយមកយើងដឹកជញ្ជូនទៅដាំអឺនៅ greenhouse មួយទៀតវាអាស្រ័យទៅលើគុណភាពឫសផងវាដែរដូចមួយនេះចឹងវាមិនសូវមានឫសច្រើនហើយយើងក៏ទុកវាមួយរយៈពេលទៀតមុនយើងអាចផ្ទេរទៅកាន់ greenhouse បន្ទាប់